ទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីក្រុមហ៊ុន Econ Group និងក្រុមហ៊ុន Picasso ចុះអនុសារណៈក្នុងកិច្ចសហការយុទ្ធសាស្ត្រលើវិស័យអចលនទ្រព្យដើម្បីសាងសង់ខុនដូនៅកម្ពុជាដោយមើលឃើញថាក្នុងឆ្នាំ2025នេះវិស័យសេដ្ឋកិច្ចកម្ពុជាក៏ដូចជាវិស័យសេដ្ឋកិច្ចនៅក្នុងតំបន់បានចាប់ផ្ដើមងើបឡើងវិញបន្តិចម្ដងនោះជាពិសេសអ្នកវិនិយោគបរទេសបានចាប់អារម្មណ៍និងមើលឃើញពីសក្តានុពលលើវិស័យអចលនទ្រព្យរបស់កម្ពុជាដូចជាការទិញខុនដូសម្រាប់ការស្នាក់នៅនិងការរស់នៅរបស់ជនបរទេសក៏ដូចជាប្រជាជនកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរនោះក្រុមហ៊ុន Econ Group និងក្រុមហ៊ុន Picasso បានចុះអនុសារណៈនៃការយោគយល់គ្នាដើម្បីធ្វើកិច្ចសហការយុទ្ធសាស្ត្រលើវិស័យអចលនទ្រព្យគម្រោងសាងសង់ខុនដូនៅកម្ពុជាក្រុមហ៊ុន Econ Group ដឹកនាំដោយអ្នកអង្គការបណ្ឌិតយូសាមេតដែលជាក្រុមហ៊ុនអភិវឌ្ឍលើពហុវិស័យដូចជាអចលនទ្រព្យនាំចូលអាហារបំពន់និងភោជនីយដ្ឋានក្នុងព្រះរាជាណាចក្រកម្ពុជានិងក្រុមហ៊ុន Picasso ដឹកនាំដោយលោកតេងឆឹងយឺដែលជាក្រុមហ៊ុនវិនិយោគនិងអភិវឌ្ឍលើវិស័យអចលនទ្រព្យបានចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នាដើម្បីធ្វើកិច្ចសហការយុទ្ធសាស្ត្ររវាងក្រុមហ៊ុនទាំងពីរកិច្ចព្រមព្រៀងនេះគឺជាការចាប់ផ្ដើមយុទ្ធសាស្ត្រសម្រាប់ក្រុមហ៊ុនទាំងពីរក្នុងការរួមគ្នាបង្កើតដំណោះស្រាយបញ្ហាអចលនទ្រព្យដែលកំពុងជាប់គាំងក្នុងព្រះរាជាណាចក្រកម្ពុជាដោយផ្សារភ្ជាប់ការអភិវឌ្ឍគុណភាពខ្ពស់របស់ក្រុមហ៊ុន Picasso ជាមួយសមត្ថភាពគ្រប់គ្រងនិងបណ្ដាញទីផ្សាររបស់ក្រុមហ៊ុន Econ Group ជាមួយនឹងកិច្ចសហការនេះអតិថិជននឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងដែលមានភាពខុសប្លែកនិងស៊ីជម្រៅទាំងក្នុងវិស័យលំនៅឋានពាណិជ្ជកម្មនិងសេវាកម្មអ្នកអង្គការបណ្ឌិតយូសាមេតស្ថាបនិកនៃក្រុមហ៊ុន Econ Group និងជាប្រធានគណៈកម្មការអាស៊ីប៉ាស៊ីហ្វិក APC Cambodia បានលើកឡើងថាកិច្ចសហការនេះគឺជាជំហានដ៏សំខាន់មួយក្នុងការពង្រីកសកម្មភាពអាជីវកម្មរបស់ Econ Group ហើយការរួមដៃជាមួយ Picasso ដែលមានគោលបំណងដូចគ្នានឹងជួយឲ្យយើងផ្ដល់នូវតម្លៃបន្ថែមដល់អតិថិជននិងជំនះឧបសគ្គក្នុងការចូលទៅកាន់ទីផ្សារថ្មីអ្នកអង្គការបានកត់សម្គាល់ឃើញថាកាលពីមុនប្រជាជនកម្ពុជាមិនសូវចាប់អារម្មណ៍ខុនដូទេប៉ុន្តែងាកមកចាប់អារម្មណ៍ពេលដែលខុនដូបានរីកដុះដាលច្រើននិងបានចាប់អារម្មណ៍ចំពោះការរស់នៅក្នុងខុនដូដែលជាកន្លែងរស់នៅជាលក្ខណៈឯកជនងាយស្រួលអ្នកអង្គការបានដឹងទៀតថាបច្ចុប្បន្នប្រទេសដែលនៅជុំវិញអាស៊ីប៉ាស៊ីហ្វិកក៏បានឈានចូលមកប្រទេសកម្ពុជាក្នុងការវិនិយោគកាន់តែច្រើននៅក្នុងឆ្នាំ2025នេះហើយសេដ្ឋកិច្ចកម្ពុជាក៏នឹងចាប់ផ្ដើមងើបឡើងវិញពីឆ្នាំ2025ឡើងទៅម្ដងបន្តិចរហូតដល់ឆ្នាំ2030ដោយអ្នកអង្គការរំពឹងទុកថាអ្នករកស៊ីសាងសង់ខុនដូការលក់ខុនដូនិងលក់ផ្ទះផ្សេងទៀតនឹងមានស្ថានភាពល្អឡើងវិញអ្នកអង្គការបានបញ្ជាក់បន្ថែមថាអ្វីដែលចាប់អារម្មណ៍ខ្លាំងនោះគឺអ្នកនៅក្រៅប្រទេសបានមករកទិញខុនដូច្រើននៅក្នុងប្រទេសកម្ពុជាដូច្នេះអចលនទ្រព្យនៅក្នុងឆ្នាំ2025នេះនឹងចាប់ផ្ដើមរើបឡើងវិញបន្តិចម្ដងអ្នកអង្គការបណ្ឌិតថ្លែងឲ្យដឹងទៀតថាតាមរយៈការចុះអនុសារណៈនេះនឹងទទួលបានជោគជ័យលើវិស័យអចលនទ្រព្យខុនដូដោយមើលឃើញថា Picasso ជាក្រុមហ៊ុនមកពីក្រៅប្រទេសហើយការសាងសង់ក៏មានស្តង់ដារខ្ពស់ជាពិសេសក្រុមហ៊ុនមានភាពជោគជ័យនៅក្នុងវិស័យខុនដូនេះជាយូរឆ្នាំណាស់មកហើយលោកថេងឆេងយឺបានឲ្យដឹងដែរថាក្រុមហ៊ុន Picasso មានក្តីរីករាយក្នុងការធ្វើកិច្ចសហការជាមួយក្រុមហ៊ុន Econ Group ហើយនឹងរួមគ្នាផ្ដល់នូវគុណតម្លៃបន្ថែមដល់អតិថិជនបង្កើតគម្រោងអភិវឌ្ឍឲ្យកាន់តែមានភាពល្អប្រសើរនិងស៊ីជម្រៅទៅក្នុងទីផ្សារកម្ពុជាសូមជម្រាបជូនថាក្រុមហ៊ុន Econ Group ជាក្រុមហ៊ុនជំនាញខាងការគ្រប់គ្រងនិងទីផ្សារអចលនទ្រព្យនិងនាំចូលអាហារបំពន់រួមទាំងវិស័យភោជនីយដ្ឋានដែលមានប្រព័ន្ធផ្សព្វផ្សាយទូលំទូលាយនិងបទពិសោធន៍ក្នុងការផ្ដល់ដំណោះស្រាយរួមគ្នាដល់អ្នកវិនិយោគចំណែកក្រុមហ៊ុន Picasso ជាអ្នកអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយដែលស្ថិតនៅជួរមុខខាងការបង្កើតគម្រោងអភិវឌ្ឍអចលនទ្រព្យដែលមានភាពច្នៃប្រឌិតនិងផ្ដោតទៅលើគុណភាពនិងបរិយាកាសរស់នៅ